ចំណេញឬខាត់យុវសាស្ត្រឆ្នាំ OTS មួយរូបទៅតែចាញ់បើកហាងមិនទាន់បានស្រួលបួលផងត្រូវបានអតិថិជនម្នាក់ដែលខូចចិត្តរឿងស្នេហាមកធ្វើរឿងបែបនេះនៅក្នុងហាងធ្វើឲ្យមេជាងបានត្រឹមតែកាន់អំបោសបោះសម្អាតហើយឈរមើលភ្ញៀវបងបាទជុំបាយមកធ្វើអីហ្នឹងពីមកដាក់ឆ្នាំពណ៌តោះអញ្ចឹងបាទហើយបាយគេងតាំងព្រឹកម៉ោង8ឥឡូវមកដល់ម៉ោងនេះម៉ោង7:01 7:02ហើយនេះហើយបាយគេងយូរម៉េចអស់កន្លងជិះម៉ូតូឆ្ងាយអញ្ចឹងបាទហើយបាយជិះម៉ូតូពីណាមកជិះពីកំពង់ឆ្នាំងមកជុំហើយជិះពីកំពង់ឆ្នាំងមកដល់ណាមកដល់ពេញដល់កបោលអញ្ចឹងហើយកំពង់ឆ្នាំងអត់មានអ្នកកាសក់មែនបានឡើងពីកំពង់ឆ្នាំងដល់ពេញអត់ទេខូចចិត្តវិញតែជិះមកហេខូចចិត្តរឿងអីខូចចិត្តរឿងសង្សារសំបែកអាយហើយសង្សារសំបែកខឹងចិត្តជីពីកំពង់ឆ្នាំងមកដូរមាត់សក់ម៉ូតសក់ដល់ពេញហ្មងបាទលោកព្រះហើយពុកម៉ែបងប្អូនអើយមើលនេះបងប្រុសម្នាក់នេះអ្នកខេត្តកំពង់ឆ្នាំងហើយមិញមេជាងមិញអត់ហ៊ានហៅទេឃើញអតិជនសំណប់ចិត្តរបស់ខ្លួនសម្រាប់អត់ហ៊ានហៅហ្មងហើយសម្រាប់យូរអញ្ចឹងអស់កម្លាំងពេកហ៎បាទឥឡូវសូមជួបមួយមេជាងអាជីពទីមើលមិនដឹងថាអតិជនចាស់របស់គាត់ឬមិនទេឃើញអតិជនសម្រាប់បាទតាំងព្រឹកមកហើយដល់ស្មាននេះអត់ហ៊ានដាស់គ្នាបាទសួស្តីបងមេជាងបាទសួស្តីបងបាទថ្ងៃនេះឃើញកូនអតិជនសំណប់ចិត្តរបស់ខ្លួនដេកអញ្ចឹងអត់ហ៊ានដាស់អត់ហ៊ានបងខ្លាចគាត់ភ្ញាក់អញ្ចឹងទៅអូហើយចិត្តល្អខ្លាំងម៉េចមេជាងនេះ8ព្រឹកមកអូតាំងម៉ោង8ព្រឹកមកបាទហើយបើអញ្ចឹងខាតងាប់ហើយបើគេងលើកៅអីមួយតែម្នាក់ឯងអញ្ចឹងហើយស្គាល់ឈ្មោះគាត់ទេគាត់ស្គាល់គាត់ឈ្មោះអីឈ្មោះណៃបាទអតិជនចាស់មែនអតិជនថ្មីបាទពេលជីពីកំពង់ឆ្នាំងមកដល់ភ្នំពេញហ្នឹងមកបាទហ្នឹងអូហើយនេះម៉ូតូគាត់ហ៎ពុកម៉ែបងប្អូននេះម៉ូតូអូម៉ូតូនេះមកចតមុខហាងហ្មងមកចតចងាងមុខហាងហ្មងណាដោយអតិជនម្នាក់ហ្នឹងដូចរៀងកោមិនដឹងបាទពុកម៉ែបងប្អូនឃើញទេនេះហើយអតិជនមកសម្រាប់ចឹងអត់ខឹងទេបងអត់ខឹងទេហើយមិនអត់ហ៊ានដាស់គាត់ទេអត់ហ៊ានព្រោះឃើញគាត់មកពីឆ្ងាយគាត់មកគាំទ្រយើងដល់ហ្នឹងហើយអញ្ចឹងយើងអូហើយមិនបានគាត់ស្គាល់ហាងបងតាមបណ្ដាញសង្គម Facebook អូបាយមកបើកហាងនៅកន្លែងនេះយូរនៅខ្ញុំបាន3ខែហើយ3ខែណាបាទហើយរលុយបានច្រើនឲ្យប្រពន្ធទៅមើលនេះបាទបានឃើញថ្ងៃមុនឃើញប្រពន្ធមកដល់ហាងហ្មងហើយបាយទៅរៀនការសក់ពីណាបានចេះម្លឹងរហូតដល់អតិជនគ្រប់ខេត្តក្រុងមកគាំទ្រដល់ពេញអូខ្ញុំមកពីសាលា OTS អញ្ចឹងរៀននៅ OTS បាទហើយរៀនប៉ុន្មានខែបានចេះបងខ្ញុំរៀន6ខែរៀន6ខែរៀនហើយមកបើកហាងហ្មងបាទរៀនហើយបើកហាងហ្មងអាយលឺសូថាបងឯងទៅមកពីប្រទេសកូរ៉េបាទខ្ញុំទៅមកពីកូរ៉េខាងជើងមែនកូរ៉េខាងអត់ទេបងរៀងត្បូងបានបងឯងមកពីកូរ៉េខាងជើងបាទហើយឥឡូវនេះសល់លុយពីការធ្វើការនៅកូរ៉េឥឡូវមករៀនឥឡូវចេញបើកហាងខ្លួនឯងណាបាទហើយហាងបងនៅកន្លែងណាខ្ញុំនៅកបូលបូរីភពថ្មីមួយបាទចាំបើបងប្អូនចង់មកជួបលេងម៉ូតសក់ឬក៏ទទួលសេវាកម្មបងអាចលេខទូរស័ព្ទតាក់ទងលេខម៉ាន097 21 27 571បាទគឺថាបងផ្ដល់សេវាកម្មមកល្អមកមកអេមកណាបាទពុកម៉ែបងប្អូនអើយនេះគឺជាម្ចាស់ហាងផ្ទាល់មកនេះឃើញទេគឺអតិជនសំណប់ចិត្តរបស់ខ្លួនមកផ្ដល់ទទួលសេវាកម្មគឺថាមិនហ៊ានដាស់ទេសូមកោតសរសើរយុវសាស្ត្រឆ្នាំរបស់ OTS រៀនចប់មានសមត្ថភាពចេញបើកហាងអាជីវកម្មកាត់សក់ផ្ទាល់ខ្លួនចុះឈ្មោះរៀនកាត់សក់នៅ OTS ចេះទាំងជំនាញចេះទាំងរបៀបក្នុងការដឹកនាំចាត់ចែងអាជីវកម្មហាងកាត់សក់ចេញរកចំណូលបានពេញមួយជីវិត